ការប្រើប្រាស់ Facebook ក៏ដូចជា Facebook Page សម្រាប់ធ្វើការរកលុយណាបើសិនជាបងប្អូនប្រើប្រាស់ Facebook ឬក៏ Facebook Page ដែលមានបញ្ហាជាប់សញ្ញាក្រហមបងប្អូនមើលវីដេអូនេះខ្ញុំនឹងប្រាប់ពីគន្លឹះក្នុងការដោះស្រាយអញ្ចឹងដើម្បីយើងចង់ដឹងយើងចូលជាមួយនឹង Facebook Page យើងជាមុនសិនមកហើយយើងធ្វើការចុចត្រង់ចំណុច Professional Dashboard អញ្ចឹងត្រង់ចំណុចហ្នឹងបើសិនជាបងប្អូនឃើញសញ្ញាក្រហមអញ្ចឹងមានន័យថា page របស់យើងហ្នឹងកំពុងតែមានបញ្ហាអញ្ចឹងរាល់ការផុសរបស់យើងគឺអត់មានរីកទៅណាទេគឺវាជាប់សញ្ញាក្រហមអញ្ចឹងគឺអត់សូវមានអ្នកមើលទេបងប្អូនណាបាទជាប់សញ្ញាក្រហមបែបនេះអញ្ចឹងខ្ញុំមានគន្លឹះក្នុងការដោះស្រាយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាបើសិនជា page របស់យើងគេដាក់ថា not recommendation អញ្ចឹងមានតែ page របស់យើងជាប់ការព្រមានអញ្ចឹងវិធីសាស្ត្រក្នុងការដោះស្រាយគឺអត់ពិបាកទេបងប្អូនណាជាដំបូងបងប្អូនគ្រាន់តែធ្វើការថត screen រាល់កន្លែងបញ្ហាដែលវាចេញសញ្ញាក្រហមនឹងមួយមកហើយបន្ទាប់ពីយើងធ្វើការថត screen ត្រង់ចំណុចនឹងរួចរាល់យើងធ្វើការថត screen ទៅលើ page របស់យើងដែលជួបបញ្ហាហ្នឹងណាបងប្អូនបាទយើងថតនៅ profile page របស់យើងបែបនេះអញ្ចឹងនៅពេលដែលយើងធ្វើការថតរួចរាល់ហើយគឺបងប្អូនចូលទៅកាន់ page របស់យើងចូលត្រង់ចំណុច setting ណាបងប្អូនបាទអញ្ចឹងយើងថតឲ្យរួចរាល់មកបន្ទាប់មកទៀតយើងធ្វើការចូលកន្លែងពាក្យ setting នៅក្នុង page របស់យើងបាទអញ្ចឹងខ្ញុំសូមចេញមកក្រៅសិនដើម្បីបង្ហាញបងប្អូនណាបាទយើងចេញមកដល់ត្រង់ចំណុចនេះគឺយើងចុចកន្លែងសញ្ញាគូស3ត្រង់ចំណុចខាងលើហើយបន្ទាប់មកទៀតយើង scroll មកក្រោមមកបងប្អូនហើយចុចពាក្យថា help and support អញ្ចឹងយើងចុចទៅលើហ្នឹងមកបន្ទាប់មកទៀតបងប្អូនមើលត្រង់ពាក្យថា report a problem បាទយើងចុចនៅលើត្រង់ចំណុចហ្នឹងហើយបន្ទាប់មកទៀតបងប្អូនត្រូវscroll មកក្រោមបន្តិចមកណាបាទscroll មកក្រោមបន្តិចមកយើងយកពាក្យថា continue to report a problem បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចមកដល់ត្រង់ចំណុចហ្នឹងវានឹងធ្វើការបង្កើតនៅ report ណាមានន័យថា create report មានន័យថាវាបង្កើតនៅរបាយការណ៍របស់យើងដែលយើងចង់ធ្វើការផ្ញើទៅអញ្ចឹងបញ្ជាក់បន្តិចនៅត្រង់ចំណុចហ្នឹងគឺបងប្អូនត្រូវទៅសេ recommend ឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការតវ៉ាជាមួយខាង Facebook បាទអូខេបន្ទាប់មកទៀតយើងចុចពាក្យថា include បាទរួចហើយបើសិនជាយើងមានបញ្ហាជាមួយនឹង Facebook យើងចូលជាមួយនឹង Facebook បើសិនជាមានបញ្ហាជាមួយនឹង page របស់យើងជាប់សញ្ញាក្រហមអញ្ចឹងយើងធ្វើការចុចត្រង់ចំណុចពាក្យថា page បែបនេះបងប្អូនណាបាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកហើយកន្លែងត្រង់ចំណុចខាងលើដែលគេដាក់ថា description ហ្នឹង the issue ហ្នឹងមានន័យថាយើងសរសេរពិពណ៌នាតាក់ទងជាមួយនឹង page របស់យើងមានបញ្ហាអីគេអញ្ចឹងទៅដោយសារតែខ្ញុំធ្លាប់សរសេររួចរាល់ហើយខ្ញុំសូមធ្វើការ pass នៅ description ដែលខ្ញុំបានសរសេររួចរាល់ណាបងប្អូនក៏អាចធ្វើការ copy ពីរបស់ខ្ញុំហ្នឹងក៏បានដែរអត់អីទេឬក៏បងសរសេរតាមហ្នឹងទៅហើយបន្ទាប់មកទៀតកន្លែង upload from phone ចឹងមានន័យថាយើងធ្វើការថត screen រួចរាល់ហើយពីមុនមកដែលខ្ញុំប្រាប់បងប្អូនបន្ទាប់មកយើងគ្រាន់តែធ្វើការ upload នៅរូបរបស់យើងចូលនៅត្រង់ចំណុចហ្នឹងមកបាទជាការស្រេចបងប្អូនណាបាទអញ្ចឹងយើង upload ទាំង2រូបថតមកអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការ upload រូបថតនឹងរួចរាល់ហើយយើងគ្រាន់តែធ្វើការចុចត្រង់ចំណុចខាងលើហ្នឹងបងប្អូនដែលមានសញ្ញាដូចសញ្ញាព្រួយនៅត្រង់ចំណុចខាងលើហ្នឹងណាដើម្បីយើងធ្វើការផ្ញើនៅរបាយការណ៍ឬក៏មានន័យថា report problem របស់យើងហ្នឹងបញ្ហាដែលកើតឡើងឲ្យ page ក្រហមហ្នឹងទៅខាងក្រុមហ៊ុន Facebook ឲ្យធ្វើការដោះស្រាយហើយអញ្ចឹងសូមបញ្ជាក់បន្តិចណារាល់ការផ្ញើរបាយការណ៍ហ្នឹងឬក៏ព័ត៌មានដែលតកតងជាមួយនឹង page ក្រហមហ្នឹងគឺវាអាចចំណាយពេលរយៈពេល2អាទិត្យឬក៏លើសពីនឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូក្នុងការដោះស្រាយគឺមានត្រឹមតែប៉ុណ្្នឹងទេដើម្បីធ្វើការបង្ហាញទៅដល់បងប្អូនបើសិនជាមានចង្អល់តាក់ទងជាមួយនឹងបញ្ហា page ក៏ដូចជា Facebook ឬក៏បញ្ហាផ្សេងៗអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទបើសិនជាបងប្អូនថ្មីអត់ទាន់បានធ្វើការ subscribe ទេកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីជាកម្លាំងលើកទឹកចិត្តបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ